បាទតទៅនេះខ្ញុំបាទសូមណែនាំអ្នកគ្នាអំពីរបៀបដោះស្រាយបញ្ហាឆេះនៅស្ថានតាមស្ថានីយ៍ BTS ជំហានដំបូងគឺយើងត្រូវទទួលព័ត៌មានឆេះព័ត៌មានឆេះគឺយើងអាចទទួលបានពីចលនាប្រភពដូចជាមជ្ឈមណ្ឌលគ្រប់គ្រងបណ្ដាញដែលហៅកាត់ថា NOC ដោយសារអាឡាមផ្សាយតាមរយៈទូរស័ព្ទឬក៏តាមរយៈការប្រាប់បន្តពីប្រជាជនដែលរស់នៅជិតស្ថានីយ៍បន្ទាប់ពីយើងទទួលបានដំណឹងហើយគឺយើងធ្វើការដំណោះស្រាយចំណុចឆេះក្រោយពេលទទួលបានដំណឹងបានព័ត៌មានឆេះស្ថានីយ៍បុគ្គលិកគ្រប់គ្រងស្ថានីយ៍គឺត្រូវទៅដល់ស្ថានីយ៍ភ្លាមព្រមទាំងរស់រានប្រកាសដំណឹងស្រែកហៅមនុស្សម្នាឲ្យចូលរួមពលរដ្ឋកិច្ចភ័យក្នុងលទ្ធភាពនិងលក្ខខណ្ឌដែលអាចធ្វើទៅបានបន្ទាប់មកគឺយើងបញ្ញាកាត់ផ្ដាច់ឧបករណ៍នៅកន្លែងដែលមានភ្លើងឆេះប្រសិនបើចំណុចចាប់ផ្ដើមឆេះតូចតាចគឺគ្រាន់តែកាត់ផ្ដាច់បណ្ដាឧបករណ៍ដែលប៉ះពាល់ដោយផ្ទាល់របស់ចំណុចឆេះតែប៉ុណ្ណោះគឺយើងត្រូវរក្សាភ្លើងអគ្គិសនីឲ្យបណ្ដាឧបករណ៍ផ្សេងៗដូចជាយើងទុកភ្លើងអគ្គិសនីឲ្យពូលភ្លើងដើម្បីឲ្យវាដែលយើងធ្វើការផលិតហ្នឹងគឺមានអំពូលភ្លើងភ្លឺគ្រប់គ្រាន់បន្ទាប់មកគឺយើងរាយការណ៍ភ្លាមឲ្យកងកម្លាំងជំនាញផ្នែកពលរដ្ឋកិច្ចភ័យនិងរាយការណ៍ផ្ទាល់ទៅថ្នាក់លើរបស់ខ្លួនអំពីស្ថានភាពបណ្ដាលឆេះទាំងអស់នេះគឺយើងត្រូវធ្វើក្នុងពេលជាមួយគ្នាតែម្ដងបន្ទាប់មកគឺយើងធ្វើការដោះស្រាយចំណុចឆេះក្រោយពេលរាយការណ៍ផ្ទាល់ជូនថ្នាក់លើរួចហើយគឺប្រញាប់បញ្ញារកមនុស្សមានរបួសឬក៏អត់ប្រសិនបើមានគឺយើងត្រូវរៀបចំកិច្ចជាពីគ្រោះថ្នាក់និងសង្គ្រោះអ្នករងគ្រោះកំណត់បញ្ហាឆេះតបមកគឺយើងកំណត់បញ្ហាឆេះនិងទំហំនៃការឆេះលទ្ធភាពរីករាលដាលចំណុចឆេះប្រើប្រាស់វិធានការទប់ស្កាត់មិនឲ្យចំណុចឆេះរីករាលដាលទៅតំបន់ផ្សេងឡើយបន្ទាប់មកគឺយើងចាត់ចែងមនុស្សទទួលឡានបលលោកីភ័យធានានឹងការពារទ្រព្យសម្បត្តិរបស់យើងបន្តមកទៀតពេលដែលកងកម្លាំងប៉ូលីសបលលោកីភ័យមិនទាន់មកដល់គឺអាស្រ័យទៅលើលក្ខខណ្ឌជាក់ស្ដែងប្រមូលផ្ដុំមនុស្សយានយន្តជាអតិបរមាទ្រព្យសម្បត្តិរបស់ការិយាល័យរៀបចំប្រមូលផ្ដុំជាគ្រួសារនិងបុគ្គលិកផ្ទាល់ដើម្បីធ្វើការពន្លត់អគ្គិភ័យមធ្យោបាយពន្លត់អគ្គិភ័យគឺមានច្រើនប្រភេទរួមមានស្នប់ដៃធុងពន្លត់អគ្គិភ័យឧបករណ៍ពន្លត់អគ្គិភ័យផ្សេងៗដូចជាក្រណាត់ភួយបាវជ្រលក់ទឹកដីខ្សាច់ឬក៏ដីធម្មតាប៉ុន្តែក្នុងនោះក៏យើងត្រូវចំណាំផងដែរចំពោះឧបករណ៍ក្នុងស្ថានីយ៍គឺមានតែធុងពន្លត់អគ្គិភ័យមួយមុខប៉ុណ្ណោះប្រភេទធុងពន្លត់អគ្គិភ័យ Solder និងប្រភេទបំពង់ពន្លត់អគ្គិភ័យប្រភេទម្សៅនៅចំណុចភ្លើងឆេះខ្លាំងរីករាលដាលជំវិញស្ថានីយ៍គឺយើងប្រើទឹកមានន័យថាចំណុចនេះបើក្នុងស្ថានីយ៍គឺយើងប្រើបំពង់ពន្លត់អគ្គិភ័យប៉ុន្តែបើវារីករាលដាលមកក្រៅហើយគឺយើងត្រូវប្រើទឹកពន្លត់ហើយបន្តមកទៀតគឺវិធីប្រើប្រាស់ធុងពន្លត់អគ្គិភ័យ Solder ហើយនិងធុងពន្លត់អគ្គិភ័យប្រភេទម្សៅគឺសូមអ្នកទាំងអស់គ្នាអញ្ជើញមើលពីរបៀបណែនាំប្រើប្រាស់និងគ្រប់គ្រងស្ថានភាពដូចតទៅនេះឧបករណ៍បំពង់ពន្លត់អគ្គិភ័យប្រភេទ ABC បាទប្រភេទ ABC អញ្ចឹងមុនរបៀបដើម្បីយើងយកទៅប្រើប្រាស់យើងត្រូវគិតមើលអំពីថាបំពង់នេះមានគុណភាពអត់គុណភាពសិនបាទអញ្ចឹងយើងនៅក្នុងនាឡិកាវាមានចំណុច3ក្រហមលឿងខៀវបាទអញ្ចឹងតនិចខៀវបានន័យថាបំពង់មានគុណភាពអាចប្រើប្រាស់បានបើតនិចលឿងត្រូវជាតិសើមត្រូវជាតិកម្ដៅវារីកមាឌបានន័យថាក្ដៅពេកបូក55អង្សាសេឬត្រជាក់ពេកដក20អង្សាសេបានន័យថាសម្ពាធខ្យល់ហ្នឹងវារីកមាឌឡើងដល់លឿងក៏ប៉ុន្តែយើងអាចយកប្រើប្រាស់បានដូចគ្នាបាទពេលបើធ្លាក់មកក្រហមបានន័យថាបំពង់ខូចពេលដែលយើងដឹងថាបំពង់នេះចង្អុលតនិចខៀវហើយយើងចេះរបៀបប្រើប្រាស់ដូចតទៅបាទទី1យើងត្រូវលើកក្លុកបំពង់នេះដើម្បីឲ្យម្សៅវារាយកាលណាយើងទុកយូរវាក្រាមបាទបន្ទាប់មកយើងដៃយើងកាន់កបំពង់ហើយយើងដកកលឹះសុវត្ថិភាពអគ្គិភ័យនេះចេញទី2ដៃម្ខាងយើងត្រោស្លាបព្រាខាងលើយើងមិនទាន់ច្បាស់ទេដៃម្ខាងទៀតយើងកាន់ទយោឡើងទាញឡើងលើបន្តិចបាទទី3យើងរត់រកភ្លើងចង្ងាយ3ទៅ5ម៉ែត្របាទដើម្បីយើងច្បាច់បាញ់វាអូខេបាទ